កុំខ្លាចគេនិយាយពីក្រោយខ្នងបើគេនិយាយពីក្រោយខ្នងអ្នកមានន័យថាគេដើរក្រោយអ្នកហើយដើមឈើឡើងកាន់តែខ្ពស់ប៉ះខ្យល់កាន់តែខ្លាំងមនុស្សមានចំណុចលេចធ្លោតែងតែទទួលបាននូវការចាប់អារម្មណ៍ជារឿងធម្មតាទេបងប្អូនចំណាំមើលខ្លួនឯងនៅពេលដែលយើងធ្លាក់ខ្លួននៅពេលដែលយើងយ៉ាប់យ៉ឺនមិនសូវមាននរណារំលឹកពីឈ្មោះយើងទេប៉ុន្តែនៅពេលដែលយើងឡើងនៅពេលដែលយើងមានឈ្មោះនៅពេលដែលយើងមានចំណូលច្រើននៅពេលដែលយើងលេចធ្លោច្បាស់ណាស់គេនឹងរំលឹកពីឈ្មោះយើងជាប្រចាំហើយពេលខ្លះនៅពីក្រោយខ្នងយើងក៏គេរំលឹកឈ្មោះយើងដែរយើងនៅតែជាយើងតែអ្វីដែលផ្លាស់ប្ដូរនោះគឺយើងទទួលបានការចាប់អារម្មណ៍ច្រើនជាងមុនពីមនុស្សនៅជុំវិញខ្លួនយើងខុងជឺក៏និយាយថាអ្នកដែលនិយាយពីក្រោយខ្នងយើងមានន័យថាគេកំពុងតែដើរតាមក្រោយយើងហើយនៅលើโลกនេះមនុស្សដែលត្រូវបានគេនិយាយពី